អ៊ីស្រាអែលគំរាមថាយន្តហោះទម្លាក់គ្រាប់បែក B-52 នឹងកំទេចអ៊ីរ៉ង់ឲ្យរៀបដល់ដីបើសិនប្រទេសនេះមិនព្រមបញ្ចប់ការវាយប្រហារលើអ៊ីស្រាអែលឬនៅតែបង្កើនគម្រោងផលិតនុយក្លេអ៊ែរសារព័ត៌មាន The Sun របស់ចក្រភពអង់គ្លេសចុះផ្សាយនៅថ្ងៃទី16 មិថុនានេះថាអតីតប្រមុខចារកម្មអ៊ីស្រាអែល Mossad បានព្រមានថាសហរដ្ឋអាមេរិកនឹងបញ្ចេញក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់បែក B-52 កំទេចអ៊ីរ៉ង់ប្រសិនបើប្រទេសនេះនៅតែបង្កើនគម្រោងនុយក្លេអ៊ែររបស់ខ្លួនដើម្បីបង្កើតអាវុធអាតូមិកផែនការដែលអ៊ីស្រាអែលអាចនឹងប្រើ B-52 កំទេចអ៊ីរ៉ង់នេះកើតឡើងព្រោះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមានការព្រួយបារម្ភថាអ៊ីរ៉ង់ដែលកំពុងមានការខឹងសម្បារខ្លាំងនេះអាចនឹងប្រញាប់ប្រញាល់បង្កើតនុយក្លេអ៊ែរដើម្បីសងសឹកកំទេចប្រទេសអ៊ីស្រាអែលវិញខណៈដែលអ៊ីស្រាអែលត្រៀមសម្លាប់មេដឹកនាំអ៊ីរ៉ង់លោកត្រាំបានខាត់ហើយនិយាយថាលោកមិនចង់ឲ្យដល់ថ្នាក់នឹងនោះទេអ្នកវិភាគអ៊ីស្រាអែលបានលើកឡើងថាដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ឲ្យកាន់តែលឿនមុនអ៊ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរបាននោះមានតែមធ្យោបាយមួយគត់នោះអ៊ីស្រាអែលត្រូវតែរុះរាន់ប្រញាប់សម្លាប់មេដឹកនាំអ៊ីរ៉ង់ជាបន្ទាន់នោះមជ្ឈមបៀននឹងលែងមានការគំរាមកំហែងនិងការអុកលុកអ៊ូតក្អេងក្អាងទៀតហើយបងធំមជ្ឈមបៀនបានផ្ដល់មូលនិធិដល់ក្រុមតោកយ៉ាហូធីនិងក្រុមកងកម្លាំងជីវពលផ្សេងដែលបង្កមហន្តរាយខ្លាំងណាស់ដល់ពិភពលោកអ៊ីរ៉ង់ត្រូវបានវាយប្រហារមិនធ្លាប់មានពីមុនមកលើមូលដ្ឋាននុយក្លេអ៊ែររបស់ខ្លួនកាលពីថ្ងៃសុក្រដោយអ៊ីស្រាអែលដែលបានផ្ដាច់ជីវិតមេបញ្ជាការកំពូលនិងប្រធាននុយក្លេអ៊ែររបស់ប្រទេសនេះរហូតមកទល់ពេលនេះអ៊ីស្រាអែលបានធ្វើសកម្មភាពតែម្នាក់ឯងក្នុងបេសកកម្មរបស់ខ្លួនក្នុងការលុបបំបាត់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីផែនការដើម្បីបំផ្ទុះរដ្ឋមួយនេះប៉ុន្តែអតីតប្រធាន Mossad ដែលជាភ្នាក់ងារស៊ើបការសម្ងាត់របស់អ៊ីស្រាអែលបាននិយាយថាសហរដ្ឋអាមេរិកនឹងមិនមានការសង្ស័យឡើយថានឹងចូលរួមក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលបើសិនជាអ៊ីរ៉ង់ទទួលបានជោគជ័យក្នុងការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរមែននោះមន្ត្រីខាងក្នុងបានព្រមានថាលោកត្រាំថែមទាំងអាចដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានសមត្ថភាពនុយក្លេអ៊ែររបស់អាមេរិកប្រសិនបើអ៊ីរ៉ង់បង្កើតអាវុធនុយក្លេអ៊ែរលោកលើកឡើងថាគ្មានប្រធានាធិបតីអាមេរិកណាមួយអនុញ្ញាតឲ្យអ៊ីរ៉ង់មានគ្រាប់បែកនុយក្លេអ៊ែរនៅពេលដែលគាត់កំពុងបម្រើការនៅសេតវិមានទេហើយទីក្រុងតេហរ៉ង់នឹងមានរឿងធំមកទល់ពេលនេះរបាយការណ៍បង្ហាញថាក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 និង B-2 កំពុងតម្រៀបគ្នាត្រៀមចេញប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការកំទេចអ៊ីរ៉ង់ឲ្យក្លាយទៅជាផេះឬនឹងវាយប្រហាររបបអ៊ីរ៉ង់ខ្លាំងជាងអ៊ីស្រាអែលវាយកំទេចពួកហាម៉ាស់ទៀតបងប្អូនប្រិមិត្តអ្នកគាំទ្រគឹមសុផាតវិលយូជាទីមេត្រីនៅថ្ងៃនេះនាវាផ្ទុកយន្តហោះ USS Nimitz មានតម្លៃ 4.5 លានដុល្លារអាមេរិកកំពុងធ្វើដំណើរបោះពុយទៅកាន់តំបន់មជ្ឈមបៀក្នុងពេលដែលអ៊ីស្រាអែលនិងអ៊ីរ៉ង់កំពុងបន្តធ្វើពាណិជ្ជកម្មជួញដូរសង្គ្រាមនៅគ្នាទៅវិញទៅមកយន្តហោះចម្បាំងដែលសហរដ្ឋអាមេរិកផ្ទុកលើនាវាចម្បាំងរបស់ខ្លួនមានចំនួនច្រើនមហាសាលហើយពេលនេះចក្រភពអង់គ្លេសបានបញ្ជូនក្រុមនាវាចម្បាំងទៅបន្ថែមស្របគ្នានៅពេលដែលលើកដំណឹងមកថាអ៊ីរ៉ង់កំពុងរៀបចំបិទគប់ច្រកសមុទ្រអមូដែលកងកម្លាំងប្រតិបត្តិការពាណិជ្ជកម្មជើងទឹករបស់អង់គ្លេសហៅកាត់ថា UKM2 បានរៀបចំខ្លួនចេញប្រតិបត្តិការធ្វើសង្គ្រាមផងដែរទិន្នន័យពីគេហទំព័រនាវា Marine Traffic បានបង្ហាញពីនាវាផ្ទុកយន្តហោះប្រវែង 332 ម៉ែត្រចាកចេញពីសមុទ្រចិនខាងត្បូងនៅព្រឹកនេះហើយកំពុងធ្វើដំណើរទៅកាន់តំបន់សមរភូមិសង្គ្រាមអ៊ីស្រាអែលនិងអ៊ីរ៉ង់ហើយប្រភពមួយបានប្រាប់សារព័ត៌មាន Reuters ថាការទទួលភ្ញៀវជាផ្លូវការនៅក្នុងទីក្រុងដាណាងនៅចុងសប្តាហ៍នេះត្រូវបានផ្អាកដោយសារតែតម្រូវការប្រតិបត្តិការបន្ទាន់លោកត្រាំបានព្រមានអ៊ីរ៉ង់ថាធ្វើអីក៏ធ្វើជាមួយអ៊ីស្រាអែលទៅអាមេរិកអត់ដឹងទេតែកុំតែប៉ះមូលដ្ឋានទ័ពអាមេរិកឯសោះអ្នកជំនាញសង្ហបុរីនៅសាលាសិក្សាអន្តរជាតិក៏បានលួចឆ្លេចផងដែរថាទោះបីជាអាមេរិកមិនជួយអ៊ីស្រាអែលក៏ដោយប្រសិនបើអ៊ីរ៉ង់មានព្រៀបលើអ៊ីស្រាអែលនោះសហរដ្ឋអាមេរិកមិនអាចឈរអោបដៃមើលអ៊ីស្រាអែលធ្លាក់ទឹកទេហើយនោះជាកម្លាំងពេញលេញដោយដែលលោកត្រាំប្រកាស
នឹងបង្ហាញឫទ្ធិអំណាចរបស់អាមេរិកការភ័យខ្លាចបានការឡើងជាអន្តរជាតិថាអ៊ីរ៉ង់ជិតឈានដល់ការបង្កើតគ្រាប់បែកនុយក្លេអ៊ែរហើយទោះបីជារបបនេះទទូចថាក្រមការរបស់ខ្លួនគឺសម្រាប់គោលបំណងស៊ីវិលដើម្បីបង្កើតថាមពលតែប៉ុណ្ណោះក៏ដោយកាលពីសប្តាហ៍មុនក្រុមអ្នកខ្លំមើលរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថាអ៊ីរ៉ង់មិនបានគោរពតាមកាតព្វកិច្ចនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល2ទសវត្សរ៍មកហើយយ៉ាងហោចណាស់មនុស្ស8នាក់ត្រូវបានសម្លាប់នៅពេលដែលមីស៊ីលរបស់អ៊ីរ៉ង់បានបាញ់ផ្លោងទៅលើទីក្រុងតេលអាវីវនិងទីក្រុងកំពង់ផែហៃហ្វានៅព្រឹកថ្ងៃច័ន្ទនេះយ៉ាងហោចណាស់មនុស្ស100នាក់បានរងរបួសនៅក្នុងប្រទេសអ៊ីស្រាអែលក្រោយការសងសឹករបស់អ៊ីរ៉ង់មុននេះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថាលោកស្វែងរកការផ្លាស់ប្ដូររបបផ្ដាច់ការអ៊ីរ៉ង់ប៉ុន្តែត្រូវលោកត្រាំខាត់ហើយគាត់ប្រកាសម្ដងទៀតថាមិនស្វែងរកការផ្លាស់ប្ដូររបបអាតូឡាទេផ្កើមទៅវិញមេដឹកនាំអ៊ីរ៉ង់ថាអ៊ីរ៉ង់នឹងបញ្ចប់សង្គ្រាមនេះលុះត្រាណាអ៊ីរ៉ង់វាយអ៊ីស្រាអែលឲ្យរលាយប្រទេសទាំងស្រុងទើបឈប់